ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះអោសម្រាប់ថ្ងៃនេះខ្ញុំមកបង្ហាញលោកគ្រូអំពីការ review និង continue នៅ command line នោះជាបន្តទៀតអញ្ចឹងដើម្បីធ្វើការ review និងធ្វើការប្រើប្រាស់នៅ command line នោះជាបន្តទៀតយើងធ្វើការបើកនៅម៉ាស៊ីនរបស់យើងដែលជាម៉ាស៊ីន Ubuntu server យើងធ្វើការចុច start រងចាំវាបន្តិចវាកំពុងតែធ្វើការ start ម៉ាស៊ីន Ubuntu របស់យើងចឹងវាទៅពេលដែលវា start ម៉ាស៊ីនវានឹងទាមទារយើងការ login នៅ user របស់យើងចុចធ្វើការ login នៅ user របស់ខ្ញុំហើយកន្លែងនេះទាមទារយើងវាយ password ចឹងវាធ្វើការចូលនៅ server របស់យើងហើយចឹងដើម្បីធ្វើការឲ្យយើងទាញនៅ ASH ដើម្បីយកទៅប្រើប្រាស់ជាមួយនឹង CMD និងម៉ាស៊ីនខាងក្រៅគឺយើងធ្វើការឆែកនៅ IP address របស់ server សិនដើម្បីទាញ IP address នេះចូលជាមួយនឹង ASH ចឹងដើម្បីឆែក IP address ក្នុងម៉ាស៊ីនបានយើងប្រើ command មួយដែលឈ្មោះថា ip.a យើងធ្វើការ enter មកចឹង IP របស់ខ្ញុំគឺមានលេខ 172.20.10.4 ចឹងយើងធ្វើការបើកនៅ CMD មក run install ចឹងយើងធ្វើការភ្ជាប់ ASH ជាមួយនឹង server របស់យើងដែលយើងប្រើ command ថា ASH.user របស់យើងមកហើយយើងប្រើប្រាស់ជាមួយសញ្ញា add និងវាយជាមួយនឹង IP address របស់ server Ubuntu គឺ 102.20.4 យើងធ្វើការ enter មកហើយយើងធ្វើការវាយពាក្យថា yes កន្លែងនេះវាទាមទារយើងវាយ password user របស់យើងគឺវាយមកមួយពីរអញ្ចឹងវាបានធ្វើការចូលមកដល់ ASH server ហើយអញ្ចឹងខ្ញុំសូមធ្វើការបិទកន្លែងចោលចឹងមកដល់កន្លែងនេះរឿងដំបូងដែលយើងត្រូវធ្វើគឺឆែកជាមួយនឹងឈ្មោះ user របស់យើងគឺវាយកំណត់ថា who am I ចឹង user របស់ខ្ញុំឈ្មោះសម្រាប់ហើយយើងធ្វើការឆែក directory user របស់យើងថាវាស្ថិតក្នុង directory មួយណាអញ្ចឹងយើងប្រើ command ថា pwd គឺ directory របស់ខ្ញុំស្ថិតនៅក្នុង home ហើយ user សម្រាប់ចឹង command ជាបន្ទាប់យើងប្រើជាមួយនឹង command ថា ls គឺ command list សម្រាប់ check នៅ content នៅក្នុងម៉ាស៊ីនរបស់យើងហើយវាមាន folder មាន file ខ្លះចឹង command ls នេះយើងធ្វើការវាយមកហើយយើងធ្វើការ enter នោះយើងធ្វើនៅ folder មួយដែលមានឈ្មោះថា sv1112 ព្រោះដោយសារខ្ញុំទុំថាបានធ្វើជាមេរៀនមុនធ្វើការតេស្តទុំតែបង្កើតបាននៅ folder មួយដែលមានឈ្មោះថា sv1112 អញ្ចឹងយើងសូជាលីសនេះវាខ្លីឲ្យយើងមើលដឹងតែប៉ុណ្្នឹងទេតែបើយើងប្រើ command មួយទៀតដែលមានឈ្មោះថា ls.l គឺវាសូចេញជាទម្រង់បែបនេះប្រាប់យើងប៉ុន្តែកន្លែងចំពោះលេខនេះគឺវាអត់ប្រាប់យើងថាគិតជាអីគិតជា megabyte ឬ kilobyte ទេអញ្ចឹងយើងប្រើ command មួយទៀតដើម្បីបង្ហាញជា kilobyte ឬ megabyte យើងប្រើថា command ls.l ហើយថែម a ពីមុខមួយទៀតមកយើងធ្វើការ enter អញ្ចឹងកន្លែងនេះវាបង្ហាញប្រាប់យើងហើយគឺឈ្មោះរបស់ user ហើយមាន folder មួយដែលខ្ញុំបានបង្កើតពីលើកមុនហើយវាបង្ហាញយើងជា byte ជា kilobyte គឺ folder ហ្នឹងគឺមានទំហំ1 kilobyte អញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការប្រើប្រាស់នៅ command មួយទៀតដើម្បីធ្វើការ create នៅ folder របស់យើង create នៅ file ឲ្យប្រើប្រាស់នៅ command ដែលមានឈ្មោះថា touch ហើយយើង file របស់យើងចង់ដាក់ឈ្មោះអីយើងបង្កើតនឹងមកអញ្ចឹងខ្ញុំបង្កើត file មួយដែលមានឈ្មោះថា sv11.12 អញ្
chẳng bắt đầu bây giờ đã mua file chẳng thấy cầm oi cho chúng mua folder bằng lời trong nhôm xong đã thà sv đọc muối chạy đọc ý hay đặc biệt đọc file giống như tụi cảnh thơm ở còn mình ở thành ở bài học sửa sung túc chẳng có việc thành ấy cứ vậy việc tha TOUCA nhưng tụi cảnh thơm đầu tiếp nhưng dương bàn card file môi để mình chụp và thành chẳng dương tụi ca review mới ta dương bàn card file bật mẹ nói trong tụi ca link muối đó ấy chẳng dùng tụi cảnh thờ thì cứ file muối đang dùng và card bánh chua thải sv động muối đập bí cho sv động muối cho đập bí file chẳng làm bay tụi ca dương chiên từ đó của mình chưa được tốt để dương tụi ca chạy từ lừa file sv động muối đập bí nó thay trong file nó miền nơi cần thân ở với class này trong file đây dùng pra của mình muối để mình chua tha nano hay tổ máu nhưng vay mua ở vay nơi file là bao nhiêu vay mua nơi file là bao nhiêu cứ sv đọc muối check đọc phì ở của mìnhใช้ cứ pra nơi của mình cat phải lòng chẳng pra nơi của mình cat làm bayใช้ nơi file sv đọc muối phì bao nhiêu thay nó miền ấy là chẳng sv đọc muối check đọc phì chẳng được cái enter máu tốt vay chua file có trong chắc là không file sv động muối chỉ đọc phí file này cứ toàn miền ATถ้าจะพูดกับมันแค่นี้คือยังปลาสำหรับใช้ในขนมfile เลยยังมันการได้มีช่วยถ่าย sv động muối đọc phíทางในขนม file นั้นวิมีในcontent ในไว้คลาได้ยังมันจะเซมันดัดตุกในขนมแต่ใน file นี้คือขนมมันประกาศไม่เลยขนม file นี้คือมันมี AT chắc là bây giờ file นี้ตัวการจะเซthích หรือก็ content ในไว้มุ้ยในขนม file นั้นบ้านคือยังปลาในกับมันมุ้ยในมีช่วยถ่าย nano จังยังvay của mình mới được chua than nano hết cứ dương thua ca vay chua file của dương sv đọc muối rất đọc kỳ hay vay bị đọc file trong máu hay dương thua ca enter nó viên đừng luôn mà đo là lấy ní ở dương thua ca vay này tất cả vậy của bạn này chân không xong vay tha c tích sv đọc muối rất đọc phí welcome chẳng là bay tụi ca sell nơi kịch của bọn dương mà xây không phá năng bán để dương đợi dương cho Ctrl X tập mót dương chụp biệt là yes mót dương chụp enter chắc là bay tụi ca chạy từ file này năng bán dương tụi ca vay được biệt cat đầu tiếp mình thả cat file sv đọc muối chữ đọc phí phá tập mót dương tụi ca enter chẳng dương đừng khơi biệt thà ở Ctech sv động muối đọc phí welcome để dương man xây tích bánh bánh nên không ngờ file này dương man bật cạn nữa chẳng châu đo của mình chịu to của mình chịu tốt cứ dương sắc xa từ lưới ca bật cạn được folder để dương pra nơi của mình muối để miền mua tha âm khe đĩa chẳng dương quay biệt là âm khe đĩa đang nói dương bật cạn được folder muối để dương chọn đã cho một với các bạn này chẳng dùng xong đã cho tha sv đọc muối cho đọc phí folder trong tọa máu đập để dương các folder đã chung chứng hết như thuộc cả enter chẳng là bây chạy thà folder mấy nhà dương mặt cả ứng miền được không liền mà dưới dương thuộc cả check là pro của mình thả ls dot la trong gì cả enter nếu như khơi folder muối để mình cho thà sv đọc muối có sinh tốt lấy cho lòng đã lệnh muối trong trong số ca rename viên ở đâu rename vía đâu dương ở pra nơi của mình là mình mua tha để mình của mình là mình mua tha âm ví hay viên vay nước Việt để mình mua tha ở sv đọc muối cho đọc phí folder chẳng hay dùng vay ở nơi folder như là chúng ta thì nhớ mất lại chúng ta sv đọc muối cho đọc phí folder thuộc cảnh khá ở dưới thuộc ca link mơ và đăng tiền tha via bản đối chung hai này đó ở đây
chẳng ở folderរបស់ខ្ញុំគឺបានដូរឈ្មោះឲ្យពី SV 111ទៅជា SV 11វិញចឹងចូលដល់ comment ជាបន្ទាប់យើងធ្វើការសិក្សាទៅលើ comment មួយដែលមានឈ្មោះថា echo comment echo ហ្នឹងគឺសម្រាប់ឲ្យយើងធ្វើការសរសេរតិចដែលបង្ហាញនៅក្នុង server របស់យើងគឺយើងវាយពាក្យថា echo ហើយយើងប្រើជាមួយនឹងចុច2ដងហើយនៅក្នុងសញ្ញាគ្នាពីរហ្នឹងយើងអាចសរសេរពាក្យអ្វីក៏បានដែរខ្ញុំសរសេរថា hello ហើយយើងធ្វើការ enter នោះវានឹងបង្ហាញលេខតិចដែលយើងបានសរសេរហ្នឹងអញ្ចឹងយើងចូលដល់ comment ជាបន្តទៀតអញ្ចឹង comment ជាបន្តនេះយើងសិក្សាទៅលើការ copy នៅ file ដាក់ទៅក្នុង folder ដោយប្រើប្រាស់នៅ comment មួយដែលមានឈ្មោះថា cp នេះមានន័យថា copy នៅ folder នៅ file មួយដែលយើងចង់ copy ដាក់នៅក្នុង directory ណាដាក់ក្នុង folder មួយណាអញ្ចឹងខ្ញុំសូមធ្វើការ test មួយដោយប្រើដែលខ្ញុំបានធ្វើការ copy នៅ file ដែលខ្ញុំបានបង្កើតហ្នឹងគឺឈ្មោះថា sv11.12 ចឹងខ្ញុំធ្វើការ copy folder ហ្នឹង copy file ហ្នឹងដាក់ទៅក្នុង folder ចឹងនៅពេលដែលយើងប្រើប្រាស់នៅ comment ហ្នឹងយើងវាយពាក្យថា cp ហើយវាយ folder ដែលយើងចង់ copy ហ្នឹងឈ្មោះ file ដែលយើងចង់ copy ហ្នឹងឈ្មោះថា sv11.12 file ហើយបន្ទាប់មកយើងចង់ pass វាទៅក្នុង directory មួយណាកន្លែងណាទីតាំងណាអញ្ចឹងយើងវាយឈ្មោះទីតាំងនោះមកអញ្ចឹងខ្ញុំចង់ pass វានៅក្នុង file មួយដែលមានឈ្មោះថា sv11.12 folder អញ្ចឹងខ្ញុំវាយពាក្យថា sv11.12 folder អញ្ចឹងខ្ញុំធ្វើការ enter មកអញ្ចឹងជាបន្តនេះយើងធ្វើការ check តើ file មួយហ្នឹងបានស្ថិតនៅក្នុង folder sv11.12.folder នឹងពិតប្រាកដដែលយើងបាន copy មិនអត់ដែលយើងប្រើ comment ថា cd ហើយបន្ទាប់មកគឺយើងចូលទៅក្នុង folder sv11.12 folder ដើម្បីមើលថាតើក្នុង folder ហ្នឹងមាននៅ file sv11.12 file មែនឬអត់អញ្ចឹងប្រើ comment មួយថា cd sv11.12 ហើយវាយពាក្យថា folder ហើយខ្ញុំបានបង្កើតឈ្មោះថា folder អញ្ចឹងហើយខ្ញុំធ្វើការ enter នោះវានឹងធ្វើការរត់ចូលនៅ sv11.12 folder បន្ទាប់មកនៅក្នុងខ្ញុំនៅពេលដែលខ្ញុំបានចូលមកដល់ក្នុង folder sv11.12 folder ហើយខ្ញុំធ្វើការ check នៅក្នុងនេះតើវាមានឃើញនៅ file មួយដែលខ្ញុំបាន copy ដាក់ចូលមិនដល់អញ្ចឹងខ្ញុំប្រើនៅ command ls.l អញ្ចឹងនេះគឺនៅក្នុង file នេះគឺយើងបានឃើញហើយគឺក្នុង folder ហ្នឹងគឺមាន file មួយដែលមានឈ្មោះថា sv11.12 file ដែលខ្ញុំបាន copy អំបញ្ញមិញចេញពី directory ផ្សេងមកដាក់ក្នុង directory folder sv11.12 folder អញ្ចឹងមួយទៀតបើយើងចង់ធ្វើការ rename ទៅលើឈ្មោះរបស់ file ហ្នឹងទៅជាឈ្មោះផ្សេងអញ្ចឹងទៅគឺយើងប្រើ comment ដូចគ្នាដែរដូចតែយើងបាន rename ធ្វើការ rename ទៅលើ folder មិញអញ្ចឹងយើងប្រើ comment ថា mv ដូចគ្នាបន្ទាប់មកយើងធ្វើការវាយនៅឈ្មោះ file ដែលយើងចង់ rename ពី file ហើយបន្ទាប់មកយើងដកគ្នាយើងវាយនៅឈ្មោះ file ថ្មីដែលយើងចង់ប្រើប្រាស់សម្រាប់ធ្វើការ rename អញ្ចឹងខ្ញុំប្រើប្រាស់នៅឈ្មោះថ្មីដែលមានឈ្មោះថា sv11.12 ហើយវាយពាក្យថា txt ហើយនឹងធ្វើការ enter អញ្ចឹងខ្ញុំធ្វើការ list មើលម្ដងទៀតតើ folder ហ្នឹងវាបានដូរឈ្មោះមែនឬអត់អញ្ចឹងធ្វើការវាយ ls.l អញ្ចឹងនេះគឺ folder មិញគឺយើងបានធ្វើការ rename ហើយអញ្ចឹងបន្ទាប់ពីយើងធ្វើការ rename ហើយយើងឆែកនៅ cat ដើម្បីដឹងថាតើតិចដែលយើងបានសរសេរលើកមុនដែលយើងបានសរសេរនៅក្នុង file ដែលមានឈ្មោះថា sv11.12 file ហ្នឹងហើយយើងបានសរសេរនៅក្នុងហ្នឹងនេះគឺ syntax sv11.12 welcome ហ្នឹងដែលវាបានបាត់ដែរទេអញ្ចឹងយើងប្រើ comment cat ដែរហើយប្រើនៅឈ្មោះយើងសរសេរនៅ file យើងបាន rename មក sv11.12 txt ហើយនេះទៅនេះគឺវាឃើញនៅទៅដែរអញ្ចឹងជាជំហានបន្តទៀតយើងធ្វើការសិក្សាទៅលើ comment មួយដែលសម្រាប់ធ្វើការ delete នៅ folder delete នៅ file សម្រាប់ធ្វើការ delete នៅ file របស់យើងអញ្ចឹងឲ្យយើងប្រើប្រាស់នៅ comment មួយដែលមានឈ្មោះថា om
.v ហើយវាយឈ្មោះ file របស់យើងមកគឺ file ដែលមានឈ្មោះថា sv.1.12txt ហើយយើងគ្រាន់ធ្វើការ enter មកនោះវានឹងធ្វើការ delete នៅ folder នេះគឺវាបានបញ្ជាក់នៅ message ប្រាប់យើងថាវាបាន remove នៅ folder នៅ file មួយនៅក្នុង folder sv.1.12 folder គឺ file sv.1.12.txt អញ្ចឹងដើម្បីយើងធ្វើការចង់ដឹងថាវាបាត់ឬអត់យើងធ្វើការឆែកជាក់ស្ដែងតែម្ដងគឺប្រើ command ថា ls.lh អញ្ចឹងនេះគឺtotal នៅក្នុង folder sv.1.12 folder យើងគឺបាត់ហើយ file មិញហ្នឹងគឺ file sv.1.12 sv.1.12txt ហ្នឹងគឺបាត់ហើយអញ្ចឹងមានន័យថាយើងបាន remove បានជោគជ័យហើយចំពោះការធ្វើការ remove ទៅលើ folder វិញយើងធ្វើការ remove folder ម្ដងអញ្ចឹងដើម្បីធ្វើការ remove នៅ folder របស់យើងធ្វើការចេញពី folder នឹងសិនហើយយើងប្រើប្រាស់នៅ command ថា cd អញ្ចឹងនៅពេលដែលយើងប្រើ command cd ហើយយើងប្រើចុចពីរដងមានន័យថាវាចេញពី file នឹងម្ដងមួយដំណាក់តែយើងប្រើ cd ទេវានឹងចេញមកម្ដងទាំងអស់តែម្ដងអញ្ចឹងយើងធ្វើការ enter នោះវានឹងចេញមកដល់ user យើងវិញហើយយើងប្រើប្រាស់នៅ command មួយដែលមានឈ្មោះថា omds sv.1.12 folder omd ហ្នឹងគឺសម្រាប់ delete នៅលើ folder វាស្តៀងទៅនឹង om.2 ដែរដែលសម្រាប់ delete នៅ file អញ្ចឹងយើងប្រើ command ដែលមានឈ្មោះថា omds ហើយយើងវាយឈ្មោះរបស់ folder យើងដែលមានឈ្មោះថា sv.1.12 folder ហើយយើងកែ enter ហើយបន្ទាប់មកដើម្បីយើងចង់ដឹងថាយើងបាន delete នៅ folder នោះមែនអត់យើងធ្វើការ list វាមួយអញ្ចឹងគឺ file ដែលមានឈ្មោះថា sv folder ដែលមានឈ្មោះថា sv.1.12 folder នេះគឺយើងបាន delete បាត់ហើយគឺវាអត់មានឃើញនៅក្នុងនោះទេអញ្ចឹងមានថាការ delete យើងគឺជោគជ័យចឹងចូលដល់ command បន្ទាប់យើងធ្វើការសិក្សាទៅលើការ delete នៅ folder មួយដែលមាន file នៅក្នុង folder ហ្នឹងដើម្បីធ្វើការ delete file delete folder ដែលមាន file នៅក្នុង folder មួយហ្នឹងគឺយើងធ្វើការជាដំបូងយើងធ្វើការបង្កើតនៅ file នៅ folder មួយសិនសម្រាប់ធ្វើការយើងធ្វើការ test ចឹងខ្ញុំធ្វើការបង្កើតនៅ folder មួយ mkdir ហើយយើងបង្កើត folder មួយដែលមានឈ្មោះថា sv.1.12 folder ដដែលឈ្មោះដដែលដាក់ឈ្មោះថ្មីគឺ sv.1.12 folder testing ចឹងនេះគឺ folder IT ផ្សេងវាស្រួលចឹង folder IT ចឹងខ្ញុំធ្វើការ enter ហើយយើងធ្វើការ list មើលតាមមានមែនដែលយើងបានបង្កើតនៅ folder ដែលមានឈ្មោះនឹងមែនអត់នេះគឺ sv.1.12 folder IT អញ្ចឹងយើងធ្វើការ cd ចូលទៅក្នុង folder sv.1.12 folder IT ហ្នឹងដើម្បីធ្វើការបង្កើត file នៅក្នុងហ្នឹងដើម្បីយើងធ្វើការតាក់អញ្ចឹងខ្ញុំធ្វើការប្រើប្រាស់នៅ cd sv.1.12 folder IT យើងធ្វើការ enter វានឹងចូលទៅក្នុង folder ហ្នឹងហើយយើងបង្កើតនៅ file មួយយើងបង្កើតនៅ file នៅក្នុងហ្នឹងមកដោយប្រើ command ថា touch touch ហើយយើងដាក់ឈ្មោះ file របស់យើងគឺ sv.1.12 test testing ចឹងមកហើយយើងធ្វើការ enter មកហើយយើងធ្វើការ list មើលតើវាមាននៅក្នុងនឹងដែរអត់ ls dotនេះគឺ file sv.1.12 យើងធ្វើការ testing ដែលយើងមកកាត់នេះអញ្ចឹងខ្ញុំធ្វើការចេញពី folder នឹងវិញដើម្បីយើងធ្វើការ delete នៅ folder ដែលមាននៅ delete នៅ folder ដែលមាននៅ file នៅក្នុងហ្នឹងអញ្ចឹងធ្វើការ cd ចេញពីហ្នឹងវិញហើយធ្វើការ enter អញ្ចឹងដើម្បីធ្វើការ delete នៅ folder ដែលមាន file នៅក្នុងហ្នឹងឲ្យអស់
ជាមួយនឹង directory អីហ្នឹងគឺយើងប្រើប្រាស់នៅ command មួយដែលមានឈ្មោះថា rm.orv rm.orv ហើយយើងវាយឈ្មោះ folder ហ្នឹងមក sv.1.12 folder IT នេះគឺជា command សម្រាប់លុបនៅ folder ដែលមាន file នៅក្នុងហ្នឹងវាស្រដៀងទៅនឹងការលុបនៅ file ដែរប៉ុន្តែបើយើងអត់ប្រើនៅ command rv .rv ហ្នឹងវានឹងធ្វើការ error តែម្ដងគឺវាវិស័យប្រាប់យើងថា error អញ្ចឹងយើងដាក់ថាវាយើងវាយតែ command rm.sv.1.12 folder IT វានឹងធ្វើការ error អញ្ចឹងយើងកាត់តេស្តមកនោះវានឹង error អញ្ចឹងដើម្បីធ្វើការ delete folder ដែលមានឈ្មោះនឹងបានហើយដែលមាន file ក្នុងនោះគឺយើងប្រើជាមួយនឹងrv .rv ហើយយើងធ្វើការវាយ folder នឹងហើយធ្វើការ enter នោះវានឹង delete ទាំង folder ទាំង file នៅក្នុងនោះតែម្ដង enter កន្លែងនេះវាសុំវា error យើងសុំវាយ command ទៀត rm.rv ហើយវាយនៅឈ្មោះ folder sv.1.12 folder អសាអី folder នេះសេខុស folder IT ចឹងធ្វើការ enter នោះវានឹងចេញសារយើងប្រាប់ថាវាបាន remove នៅ sv.12 folder IT ហ្នឹងហើយបន្ទាប់មកវាធ្វើការ remove នៅ file ដែលមាននៅក្នុងហ្នឹងគឺ sv.1.12.testing ហើយវា remove នៅ directory ទាំងអស់នៅក្នុង folder ហ្នឹងគឺ sv.1.12 folder IT ហ្នឹងគឺវាធ្វើការបាន delete ហើយអញ្ចឹងដើម្បីធ្វើការបញ្ជាក់យើងធ្វើការ list វាមួយគឺ list.lh អញ្ចឹងគឺ folder sv.1.12 folder IT គឺបានបាត់ហើយអញ្ចឹងយើងធ្វើការសិក្សាទៅ command ជាបន្តទៀតអញ្ចឹងដើម្បីធ្វើការសិក្សានៅ command ជាបន្តទៀតយើងធ្វើការ check នៅ user របស់យើងជាមុនសិនអញ្ចឹងយើងប្រើប្រាស់នៅ command ដដែលគឺ who am I នេះគឺឈ្មោះ user របស់ខ្ញុំគឺឈ្មោះសម្រាប់តោះមកយើងឆែកជាមួយនឹងមកឆែកជាមួយទីតាំង directory user គឺ pwd ហើយ enter នេះគឺនៅទីតាំង home ហើយសម្រាប់អញ្ចឹងយើងសិក្សា command ជាបន្តទៀតគឺយើងសិក្សាទៅលើ command មួយដែលមានឈ្មោះថា df.8 គឺសម្រាប់យើងធ្វើការឆែកនៅ disk ដែលយើងបានប្រើអញ្ចឹង df.8 កាយ enter មកចុះកន្លែងសូមធ្វើការ clear មួយដើម្បីវាងាយស្រួលមើលអញ្ចឹងខ្ញុំធ្វើការ clear វាមួយអញ្ចឹងខ្ញុំធ្វើការ clear មួយដើម្បីកុំឲ្យ command វាវែងពេកអញ្ចឹងយើងធ្វើការសិក្សាទៅលើ command មួយដែលមានឈ្មោះថា df.8 ដែលសម្រាប់ធ្វើការឆែកមើលនៅ drive របស់យើងដែលយើងប្រើប្រាស់នឹងវាប្រើប្រមាណហើយទំនាស់ប្រមាណអញ្ចឹងកន្លែងនេះគឺយើងប្រើប្រាស់អស់ចំនួន1 MB ហើយទំនាស់នៅសល់ចំនួន700ជាងកន្លែងនេះគឺជាចំនួន disk ដែលយើងប្រើអស់ 6G នៅសល់40G ជាងកន្លែងនេះគឺយើងមើលមកគឺវានៅសល់ប្រមាណវាប្រាប់យើងតាមនឹងហើយគឺយើងប្រើអស់ប្រមាណភាគរយគឺវាប្រាប់យើងតាមនឹងដែរនេះគឺយើងប្រើជាមួយនឹងទំហំនេះអស់ 1% ចំពោះ disk នេះយើងប្រើអស់ 15% ចំពោះផ្សេងៗទៀតគឺ 0% និង 1% អញ្ចឹងយើងចូលដល់ command ជាបន្ទាប់គឺសម្រាប់ឆែកមើលនៅ information របស់ memory គឺយើងប្រើជាមួយនឹង command ហៅថា free
dot a ចឹងមានន័យថាយើងឆែកទៅលើ comment ហ្នឹងដើម្បីឆែកទៅមើល information memory របស់យើងចឹងនេះ memory របស់យើងគឺចំនួន 7G ជាងហើយយើងប្រើអស់ចំនួន 400 MB ហើយនៅសល់ចំនួន 7G.3 ហើយចំពោះនេះគឺ swim នេះគឺមាន 3G ហើយយើងអត់បានប្រើវាទេគឺវាទំនេរទាំងអស់ចឹងហើយយើងធ្វើការសិក្សានៅ comment មួយទៀតដែលមានឈ្មោះថា host name ដើម្បីធ្វើការដឹងអំពីឈ្មោះរបស់ម៉ាស៊ីនរបស់យើង host name ចឹងយើងធ្វើការ enter មក host name របស់ខ្ញុំគឺខ្ញុំបានដាក់នៅឈ្មោះរបស់ខ្ញុំគឺឈ្មោះសម្រាប់ឡើយនេះគឺខ្ញុំដាក់ពេលខ្ញុំបង្កើតហ្នឹងគឺខ្ញុំដាក់ឈ្មោះខ្ញុំចឹងតែម្ដងចឹងជាចុងក្រោយយើងឆែកនៅ comment មួយដែលមានឈ្មោះថា top comment top នេះគឺសម្រាប់ឆែកនៅការ process របស់ម៉ាស៊ីនយើងតើយើងដំណើរការនៅអ្វីខ្លះចឹងយើងបែរកន្លែងពាក្យថា top dot running ហើយយើងធ្វើការ enter មកអូគឺប្រកាសនៅអក្សរធំព្រោះ comment នេះយើងប្រើយើងវាយពាក្យ account ទេគឺវាយពាក្យ running ទេយើងធ្វើការ enter មកនោះវានឹងបង្ហាញនៅប្រសេសដែល server វា running ថាវាបានប្រើប្រាស់ទៅលើអ្វីខ្លះអញ្ចឹងកន្លែងនេះគឺ route នេះគឺវាប្រើប្រាស់ CPU អស់ 0.7 កន្លែងនេះuser ខ្ញុំគឺប្រើប្រាស់ជាមួយនឹង CPU អស់ 0.3 0.7 គឺវាឡើងចុះទៅតាមម៉ាស៊ីនរបស់យើងនេះគឺយើងមើលតាមជាក់ស្ដែងទៅគឺវាលេខណាខ្ពស់ជាងគេជំនួសតាមហ្នឹងទៅគឺវា run តាមហ្នឹងឯងនេះគឺប្រើអស់24អញ្ចឹងទៅយើងឆែកមើល top នឹងតើផ្សេងស៊ីនរបស់ម៉ាស៊ីនយើង run ដែរខ្លាំងឬខ្សោយយើងគឺប្រើប្រាស់ comment top នេះអញ្ចឹងចំពោះការ review និង continue នៅ comment លេខរបស់ខ្ញុំគឺបានមកទីបញ្ចប់ហើយអញ្ចឹងសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ